សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី Club សៀវភៅនៅក្នុងថ្ងៃនេះដែរគឺយើងនឹងមកព្យាបាលជំងឺពន្យាពេលនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា Solving Procrastination Puzzle និពន្ធដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Carleton University ឈ្មោះ Timothy Pichel ដោយគាត់នឹងគឺចំណាយពេលចូល40ឆ្នាំហើយសិក្សាពីប្រធានបទ Procrastination នឹងហើយក៏បានយកមក combine ចូលគ្នានៅក្នុងសៀវភៅដ៏ខ្លីមួយក្បាលនេះមូលហេតុដែលគាត់សរសេរសៀវភៅឲ្យខ្លីនឹងព្រោះថាបើសិនជាសរសេរវែងពេកគឺនឹងមានអ្នកពន្យាពេលអត់ព្រមអានខ្ញុំក៏ជាអ្នកជំងឺពន្យាពេលម្នាក់ដែរគឺចូលដល់កម្រិតធ្ងន់ធ្ងរមែនតើហើយបាននិយាយពីអាជីពជា YouTuber របស់ខ្ញុំនេះសឹងតែគ្រប់វីដេអូអ្នកទាំងអស់គ្នានឹងឃើញពាក្យ comment ថាបងចេញវីដេអូយូរម៉េចមកដល់ពេលនេះខ្ញុំឡើងលេងចង់ហ៊ានអាន comment ហើយតាមពិតទៅសូម្បីតែវីដេអូមួយនេះគឺត្រូវចេញតាំងពីអាទិត្យមុននោះតែដោយសារតែខ្ញុំពន្យាពេលចឹងបានជាធ្លាយម្ដងថ្ងៃនេះខ្ញុំចាំបានកាលនៅរៀនគ្រូដាក់អាសាខ្ញុំមិនឲ្យធ្វើពីអាទិត្យអីចឹង13ថ្ងៃដំបូងគឺអត់មានធ្វើអីទេចាំស្អែកពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃចុងក្រោយដល់ deadline អត់មានជំរើសអីផ្សេងគឺធ្វើដាច់យប់អត់មានបានដេកហើយធ្វើលហន់ចឹងទៅគុណភាពការងារយើងក៏អន់តាមនឹងរួចអា pattern នៃការຕົកចោលចាំស្អែកចាំធ្វើនឹងគឺ repeat សារឡើងវិញរហូតការពិតទៅមិនមែនមានតែខ្ញុំទេបើតាមការស្រាវជ្រាវ 95% នៃមនុស្សទូទៅនឹងគឺសិតតែមានបញ្ហាពន្យាពេលគ្រាន់តែកម្រិតធ្ងន់ឬស្រាលតែប៉ុណ្ណោះហើយ 5% ដែលថាអត់ពន្យាពេលនោះគឺមានតែនិយាយកុហកហ្នឹងឯងខ្ញុំជឿថាអ្នកដែលមើលវីដេអូមួយនេះប្រកាសជាមាន homework មានការងារត្រូវធ្វើតែអត់ទៅធ្វើទេគឺសុកចិត្តពន្យាពេលតាមរយៈការមើលវីដេអូវិធីបញ្ឈប់ពន្យាពេលអានឹងគឺជាទម្លាប់ដ៏ toxic របស់ខ្ញុំហ្មងគឺមើល YouTube វីដេអូពី procrastination អានសៀវភៅតាក់ទងនឹងការពន្យាពេលអានសៀវភៅកែប្រែទម្លាប់រៀនពីតិចនៃគ្រប់គ្រងពេលវេលាហើយបើសិនជា productivity app វិញគឺខ្ញុំសាកល្បងចង់100 app ហើយទាំងក្នុងកុំព្យូទ័រនិងទូរស័ព្ទ to do list app task management Google Calendar Notion template គ្រប់បែបយ៉ាងរួមទាំងការប្រើប៊ិចប្រើសៀវភៅកត់ត្រាឬក៏ sticky note អីហ្នឹងគឺខ្ញុំសាកល្បងអស់ហើយតែនៅតែពន្យាពេលដដែលក្រោយពីអានសៀវភៅនេះហើយយើងនឹងបានដឹងថាការពិតទៅអាកម្មវិធីនិងវិធីសាស្ត្រអស់ហ្នឹងគឺអាចជួយយើងបានលុះត្រាតែយើងដោះស្រាយឫសគល់នៃបញ្ហាសិនហើយ procrastination ហ្នឹងមិនមែនមកពី time management problem ទេមិនមែនយើងអត់ចេះគ្រប់គ្រងពេលវេលាឬក៏យើងអត់ចេះបែងចែកការងារសំខាន់មិនបន្ទាន់ឬក៏បន្ទាន់មិនសំខាន់អីទេ procrastination គឺជា emotion management problem គឺជាបញ្ហាអារម្មណ៍ការពន្យាពេលនេះគឺជាល្បិចដែលខួរក្បាលយើងប្រើដើម្បីគេចវេះពីអារម្មណ៍អវិជ្ជមានអ្នកទាំងអស់គ្នាគិតមើលបើសិនជាប្រពន្ធមិត្តភ័ក្តិមានកម្រងដើរលេងចេញ trip ទៅកពតឬក៏ live herd សៀមរាប Hill អីហ្នឹងអ្នកខ្លះគឺត្រៀមខ្លួនចោលមួយខែពីរខែទុកមុនទិញសំបុត្រឡានទិញខោអាវកក់ផ្ទះសនៈរៀបចំផែនការដើរលេងទៅណាមកណារវល់ប៉ុណ្ណាក៏ឆ្លៀតបានដែរអត់មានចេះពន្យាពេលអីមិនតិចទេដោយសារអីគឺយើងអាចទីដឹងហើយថាការដើរលេងវាសុបាយដើរលេងវារំភើបដើរលេងវា excited វាបង្កើតអារម្មណ៍រីករាយហើយផ្ទុយទៅវិញមូលហេតុដែលយើងអត់ព្រមធ្វើ homework អត់ធ្វើការយើងអត់តែ say report យើងអត់ធ្វើ presentation ឬក៏អត់ edit video ឬក៏អត់តែធ្វើរឿងដែលយើងដឹងថាគួរតែធ្វើនឹងគឺមកពីអាបញ្ហាអារម្មណ៍អវិជ្ជមានដែលផ្សារភ្ជាប់ជាមួយនឹងការងារអស់ហ្នឹងអារម្មណ៍អវិជ្ជមានហ្នឹងគឺដូចជាការងារនឹងតដែលពេកធ្វើយើងធុញការងារនឹងវាធំជ្រុលធ្វើយើងមានអារម្មណ៍ថា stress project មួយហ្នឹងគឺវាអញ្ញាយពេកធ្វើយើងរៀងវល់ការងារនឹងវា challenge ពេកធ្វើយើងមានអារម្មណ៍ថារៀង insecure ការងារនឹងតម្រូវឲ្យយើងចេញពី comfort zone ឬក៏យើងខ្លាចធ្វើការងារនឹងអត់ល្អខ្លាចបរាជ័យខ្លាចខ្មាស់គេអញ្ចឹងហើយបានជាយើងពន្យាពេលគេចវេះអត់ព្រមធ្វើយកហ្មងហើយវានេះហើយគឺជាឫសគល់នៃ procrastination មិនមែនមកពីយើងអត់ចេះគ្រប់គ្រងពេលវេលាឬក៏បែងចែកការងារឬក៏មិនចេះរៀបចំកាលវិភាគឬក៏អត់ប្រើ Pomodoro timer អីទេហើយរឿងដ៏ធ្ងន់ហ្នឹងគឺយើងចាប់ផ្ដើមបន្ទោសខ្លួនឯងខឹងខ្លួនឯងហេតុអីក៏ពន្យាពេលរួចការដែលធ្វើបែបនេះក៏បង្កើតទៅជាអារម្មណ៍អវិជ្ជមានកាន់តែខ្លាំងធ្វើយើងនឹងគឺពន្យាពេលកាន់តែខ្លាំងថែមទៀតខ្ញុំមិននិយាយពីណាគេទេគឺខ្ញុំនិយាយពីជីវិតប្រចាំថ្ងៃខ្ញុំហ្មងអូខេនៅពេលនេះគឺយើងដឹងពីឫសគល់នៃបញ្ហាហើយតែយើងគួរតទល់ជាមួយវាបានដោយរបៀបម៉េចព្រោះរឿងដែលធំមួយដែលយើងត្រូវដឹងហ្នឹងគឺ procrastination is a skill ហើយគឺដូច skill ផ្សេងទៀតអញ្ចឹងយើងអនុវត្តវាកាន់តែច្រើនយើងនឹងកាន់តែពូកែយើងពន្យាពេលកាន់តែញឹកញាប់យើងនឹងកាន់តែពូកែពន្យាពេលឥឡូវនេះគឺយើងឲ្យនិយមន័យ procrastination ឬក៏ពន្យាពេលនឹងបន្តិចការពន្យាពេលនេះគឺជាការទុកការងារចោលដោយស្ម័គ្រចិត្តឬក៏គេចវេះការងារដោយចេតនាទាំងដឹងខ្លួនថាការដែលធ្វើបែបនេះគឺនឹងនាំទុកមកយើងនៅក្នុងពេលខាងមុខ keyword ហ្នឹងគឺចេតនាព្រោះថាមានពេលខ្លះដូចជាយើងត្រូវទៅកន្លែងណាមួយត្រូវទៅធ្វើអីមួយតែរៀបនឹងទៅហ្នឹងអ្នកផ្ទះយើងឈឺតម្រូវឲ្យយើងជូនគាត់ទៅពេទ្យឬក៏ពេលជិះម៉ូតូហ្នឹងម៉ូតូយើងបែកកង់តាមផ្លូវធ្វើយើងទៅយឺតអាហ្នឹងគឺមិនមែនហៅថាការពន្យាពេលនោះទេការពន្យាពេលហ្នឹងគឺយើងមានចេតនាអត់ធ្វើត្រូវធ្វើ homework យើងទៅអស់ TikTok ត្រូវទៅ share report យើងទៅមើល YouTube ត្រូវ research project យើងទៅបើក Mobile Legends អស់ rank ឯជាដើមហើយល្បិចមួយទៀតដែលខួរក្បាលយើងប្រើហ្នឹងគឺ productive procrastination គឺយើងពន្យាពេលតាមរយៈទៅធ្វើការងារអីផ្សេងយើងអត់ចុចទូរស័ព្ទយើងអត់អស់ Facebook អត់លេង game អីមែនប៉ុន្តែយើងហ្នឹងគឺទៅបោសផ្ទះទៅសម្អាតបន្ទប់ទៅលាងចានទៅ
ទៅបោកកៅអៅឬក៏តែអានសភៅអីជាដើមយ៉ាសកម្មភាពអស់ហ្នឹងគឺជាទម្លាប់ល្អដែលយើងគួរធ្វើតែបញ្ហាហ្នឹងគឺយើងធ្វើវាដើម្បីគេចវេះពីការងារសំខាន់និងបន្ទាន់មួយទៀតយើងប្រើល្បិចលួងខ្លួនឯងថាយើងកំពុងតែធ្វើការងារមានប្រយោជន៍ព្រោះថា procrastination ហ្នឹងគឺជាដំណោះស្រាយអារម្មណ៍ក្នុងរយៈពេលខ្លីនៅពេលដែលយើងពជាពេលឥឡូវយើងរៀងធូរទ្រូងតែយើងអត់មាន anxiety ហើយសម្ពាធក៏រៀងថយចុះហើយយើងគឺអត់ចាំបាច់ចាកចេញពី comfort zone ទេហើយចំណុចដ៏ចាំបាច់មួយនៅក្នុងសភៅហ្នឹងគឺជាការបែងចែកបច្ចុប្បន្នយើងហើយនិងអនាគតយើង present self ហើយនិង future self បាលីមួយដែលអ្នកការពជាពេលតែងតែយកមកប្រើហ្នឹងគឺចាំស្អែកចាំធ្វើប៉ុន្តែនៅពេលថ្ងៃស្អែកឡើងមកដល់គឺចាំថ្ងៃចាំធ្វើថ្ងៃឡើងមកដល់គឺចាំល្ងាចហើយល្ងាចឡើងមកដល់គឺដូចជារឿងអស់កម្លាំងគ្មានអារម្មណ៍ធ្វើចឹងហើយគឺមានតែចាំថ្ងៃស្អែកមកតង់ទៀតនេះគឺជាកំហុសដ៏ធំមួយរបស់អ្នកពជាពេលគឺគិតថាខ្លួនឯងថ្ងៃនេះជាមនុស្សធម្មតាហើយខ្លួនឯងថ្ងៃស្អែកនេះគឺជា Superman គិតថាខ្លួនឯងថ្ងៃស្អែកនេះគឺនឹងមានអារម្មណ៍ល្អជាងពេលនេះខ្លួនឯងថ្ងៃស្អែកនឹងមានកម្លាំងជាងនេះមាន motivation ជាងនេះអាចធ្វើការកើតជាងខ្លួនឯងពេលបច្ចុប្បន្នឧទាហរណ៍អ្នកទាំងអស់គ្នាដែលលើហាងលក់កាទៀវមួយដែលដាក់ពាក្យស្លោកថាទិញញ៉ាំថ្ងៃនេះថ្ងៃស្អែកញ៉ាំ free អត់គិតលុយអត់រួចនៅពេលដែលថ្ងៃស្អែកយើងមកដល់ទៅរកញ៉ាំកាទៀវ free ហ្នឹងអ្នកលក់គឺចង្អុលទៅកាន់ពាក្យស្លោកនឹងដដែលថាទិញញ៉ាំថ្ងៃនេះថ្ងៃស្អែកគឺបានញ៉ាំ free គឺនៅតែស្អែកអ្នកកើតជំងឺពជាពេលគឺបែបហ្នឹងនៅពេលថ្ងៃស្អែកមកដល់យើងនៅថ្ងៃស្អែកគឺនឹងខ្លាយទៅជាយើងពេលបច្ចុប្បន្នហើយមិនត្រឹមតែអត់មានអារម្មណ៍ចង់ធ្វើដោយអ្វីដែលយើងគិតកាលពីម្សិលមិញទេគឺមានតែពិបាកថែមប៉ុណ្ណោះដោយសារតែ deadline កាន់តែខិតជិតមកដល់ហើយការងារនឹងគឺនឹងកាន់តែ stress កាន់តែធំនិងកាន់តែគួរឲ្យខ្លាចទៀតអ្នកខ្លះនិយាយថាតលតែជិតដល់ថ្ងៃគេយកបានធ្វើការកើតតលតែជិតដល់ deadline បានធ្វើ assignment ចេញតលតែជិតថ្ងៃប្រឡងបានមើលមេរៀនចូលអីហ្នឹងស្ដាប់ទៅគឺគ្មានអីក្រៅពីលេះលួងខ្លួនឯងរឿងពជាពេលនោះទេនិយាយទៅនៅពេលដែលសម្ពាធជិតដល់ម៉ោងបានធ្វើហ្នឹងគឺប្រហែលជាអាចរួញការងារយើងឲ្យចេញមកបានប៉ុន្តែវាគឺអាចធ្វើឲ្យយើងមានពេលផ្ចង់អារម្មណ៍បញ្ចេញសមត្ថភាពឲ្យអស់ធ្វើវាឲ្យមានគុណភាពនោះទេព្រោះតែយើងនឹងគឺធ្វើបែបបញ្ញាប់ស្លន់ឲ្យបានទៅហើយប៉ុណ្ណោះមួយវិញទៀតការពជាពេលមិនត្រឹមតែប៉ះពាល់ដល់គុណភាពការងារយើងទេសុខភាពផ្លូវចិត្តយើងក៏ប៉ះពាល់ដែរបើតាមការស្រាវជ្រាវអ្នកដែលមានទម្លាប់ពជាពេលច្រើនចូលចិត្តទុកការងារចោលនឹងភាគច្រើនគឺតែមានបញ្ហា low self esteem guilt shame ខ្មាស់ខ្លួនឯង stress anxiety មិនសូវឲ្យតម្លៃខ្លួនឯងមិនសូវទុកចិត្តសម្ដីខ្លួនឯងតែងតែអាសាឈឺក្បាលអាសាឈឺកាពះហើយអានឹងគឺគ្រោះថ្នាក់មែនតើចំណុចនេះខ្ញុំនិយាយតែរឿងសិស្សនិស្សិតឬក៏អ្នកធ្វើការដែលអត់ធ្វើ homework អត់ធ្វើ assignment ឬក៏អត់ធ្វើ project អីទេហើយពួកគាត់ខ្លះគឺបណ្ដោយឲ្យសម្ពាធនៃ deadline ចិត្តមកដល់បានធ្វើដូចជាចិត្តដល់ថ្ងៃគ្រូយកចិត្តដល់ថ្ងៃមេយកការងារឬក៏ចិត្តដល់ថ្ងៃប្រឡងអីជាដើមនៅក្នុងសៀវភៅ Seven Habits គឺហៅវាថាការងារដែលសំខាន់ហើយបន្ទាន់ប៉ុន្តែចំពោះការពជាពេលលើអ្វីដែលអត់មាន deadline ប្រភេទការងារដែលគេហៅថាសំខាន់តែមិនបន្ទាន់នោះវិញការពជាពេលទាំងនេះគឺតាក់ទងជាមួយនឹងការថែរក្សាសុខភាពការហាត់ប្រាណការញ៉ាំបន្លែឲ្យច្រើនការដេញតាមក្តីសម័យការបើកមុខរបរដែលយើងចង់ធ្វើប្រភេទការងារដែលយើងចង់បានការរៀនជំនាញដែលយើងចង់ចេះការទៅកន្លែងដែលយើងចង់ទៅឬក៏ការសន្សំលុយសម្រាប់ពេលអនាគតអីជាដើមអាការងារអស់ហ្នឹងគឺអត់មាន deadline នោះទេអត់មានគ្រូអត់មានមេស្ដីឲ្យទេអត់មាននរណាគេដាក់សម្ពាធទេយើងចង់ធ្វើក៏បានយើងអត់ចង់ធ្វើក៏បានប្រភេទការងារទាំងនេះគឺងាយស្រួលពជាពេលមែនតើព្រោះថាមិនមែនហាត់ប្រាណមួយថ្ងៃឲ្យស្រក10គីឡូនោះទេមិនសំលុយថ្ងៃហ្នឹងឲ្យស្អែកទិញឡានបានណាមិនមែនផឹកស្រាឲ្យជក់បរិយថ្ងៃហ្នឹងស្អែកឡើងត្រូវឈឺចូលពេទ្យណាចាំអាទិត្យក្រោយចាំឈប់ក៏បានចាំខែក្រោយចាំឈប់ក៏បានឬក៏ចាំឆ្នាំក្រោយឆ្នាំថ្មីអ្វីៗក៏ថ្មីមែនទេអានឹងហើយគឺជាការពជាពេលដែលគ្រោះថ្នាក់ជាងគេហើយយូរទៅក៏វានឹងបង្កើតជារឿងស្ដាយក្រោយច្រើនមែនតើឥឡូវនេះយើងនិយាយពីជីវវិទ្យានៅក្នុងខួរក្បាលយើងវិញម្ដងបើសិនជាអត់ទាន់បានមើលវីដេអូ Dopamination ខ្ញុំទេគឺឆ្លៀតទៅមើលតិចទៅនិយាយសួរស្ដាប់ប្រព័ន្ធគិតនៅក្នុងខួរក្បាលរបស់យើងគឺមានពីរគិតលឿនហើយនិងគិតយឺតមួយគឺប្រើអារម្មណ៍មកគិតហើយមួយទៀតគឺប្រើខួរក្បាលហេតុផលមកគិតឧទាហរណ៍ថាពេលដែលយើងមានការងារត្រូវធ្វើរួចការងារនឹងគឺនឹងធ្វើឲ្យយើងមានអារម្មណ៍ធុញឬក៏ពិបាកអញ្ចឹងហើយបានអារម្មណ៍របស់យើងនឹងគឺចាប់ផ្ដើមគេចវេះហើយវត្ថុដែលមានប្រសិទ្ធភាពបំផុតជួយកែប្រែអារម្មណ៍បានភ្លាមនិងជួយយើងគេចវេះនឹងគឺនៅក្នុងកប៉ៅយើងនឹងឯងគ្នាយើងគឺប្រហែលជាឃើញខ្ញុំយកបញ្ហាទូរស័ព្ទនឹងមកនិយាយសឹងគ្រប់វីដេអូហើយប៉ុន្តែវាគឺជារឿងមួយដែលខ្ញុំអត់និយាយអត់កើនព្រោះថាក្នុងចន្លោះពេល10-20ឆ្នាំចុងក្រោយនេះអ៊ីនធឺណិតនិងទូរស័ព្ទគឺខ្លាយទៅជាផ្នែកនៃជីវិតប្រចាំថ្ងៃអ្នកគ្រប់គ្នាហើយបញ្ហាពជាពេលនោះក៏កាន់តែធ្ងន់ទៅដែរការ scroll ដោយគ្មានដែនកំណត់អា dopamine hit ភ្លាមលឿនស្រួលដោយអត់ចាំបាច់ធ្វើអីហ្នឹងគឺជារូបមន្តនិងដើមហេតុបង្កើតឲ្យមានជំងឺខ្ជិលច្រអូសនិងធ្វើឲ្យការងារយើងកាន់តែពិបាកនោះឯងអូខេមកដល់ចំណុចនេះអ្នកទាំងអស់គ្នាអាចសន្មតដឹងហើយជំងឺពជាពេលហ្នឹងគឺវាអត់ល្អចំពោះយើងទេហើយសំណួរហ្នឹងគឺយើងអាចដោះស្រាយវាបានដោយរបៀបណា Step ទី1គឺត្រូវតែកែប្រែផ្នត់គំនិតរបស់យើងជុំវិញការងារមួយហ្នឹងសួរខ្លួនឯងថាមូលហេតុអីបានយើងត្រូវធ្វើវាយើងចង់បាននីតិអីយើងចង់ខ្លាចទៅជាមនុស្សពូកែយើងចង់បង្កើនប្រាក់ចំណូលឬក៏យើងចង់ដេញតាមក្តីសម័យដែលយើងពងប្រាថ្នាយូរហើយនៅពេលដែលយើងមានគោលដៅធំពីក្រោយ
យើងអាចប្រាប់ខ្លួនឯងថាការងារនឹងពិបាកការងារនឹងវា uncomfortable វាធ្វើឲ្យយើងខ្លាចប៉ុន្តែវានឹងគឺជាយានជំនិះជូនយើងទៅដល់គោលដៅដែលយើងចង់ទៅ Step ទី2គឺ seek clarity បង្កើតភាពច្បាស់លាស់នៅពេលខ្លះការងាររបស់យើងអត់សូវច្បាស់លាស់ថាត្រូវធ្វើអី project នឹងគឺវារៀងធំអញ្ញៃយើងអត់គួរដឹងធ្វើមួយណាមុនគឺងាយស្រួលក្នុងការពន្យាពេលទុកចោលមែនតើឧទាហរណ៍យើងនិយាយថាម៉ោង 9 ទៅអង្គុយរៀនចុះការពិតពីអង្គុយរៀនមួយមុខនឹងគឺវាច្រើនមុខមែនតើធ្វើសំណួរចម្លើយក៏អង្គុយរៀនមើលវីដេអូគ្រូបញ្យលក៏អង្គុយរៀនអានសៀវភៅក៏អង្គុយរៀនធ្វើលំហាត់ក៏អង្គុយរៀនឬក៏កត់មេរៀនអីជាដើមអញ្ចឹងហើយដើម្បីជៀសវាងការពន្យាពេលយើងត្រូវតែបង្កើនភាពច្បាស់លាស់ម៉ោងប្រមាណនៅទីណាហើយធ្វើសកម្មភាពអីយើងត្រូវតែបញ្ជាក់ឲ្យច្បាស់ Step ទី3គឺ remove distraction កែប្រែបរិស្ថានជុំវិញខ្លួនគឺដកចេញរបស់ដែលរំខានយើងដូចជាទូរស័ព្ទបិទអ៊ីនធឺណិតបិទ Wi-Fi ទុកក្នុងកាបូបឲ្យឆ្ងាយកុំឲ្យនៅក្នុងភ្នែកយើងអីតែបើសិនជាការងារយើងតម្រូវឲ្យមានទូរស័ព្ទគឺយើងអាចលុប app ដែលអត់ប្រយោជន៍ដែលស៊ីពេលវេលាច្រើនជាងគេបិទ notification ដែលគ្មានបានការនឹងចោលឲ្យអស់ទៅព្រោះថាអ្នកទាំងអស់គ្នាគឺនឹងពិបាកក្នុងការ focus លើអីមួយបើសិនជាទូរស័ព្ទយើងលោតទីងទុងស្រែកទាមទារយើងឲ្យមកចុចរហូត Step ទី4គឺបំបីការងារដែលយើងត្រូវធ្វើនឹងទៅជា step by step ហើយចាប់ផ្ដើមពីចំណុចតូចៗឧទាហរណ៍សម្រាប់វីដេអូមួយនេះចុះដើម្បីអាចចេញវីដេអូ review សៀវភៅនេះបានទី1ខ្ញុំត្រូវអានសៀវភៅនឹងទី2ខ្ញុំត្រូវការ research ស្រាវជ្រាវបន្ថែមទី3គឺខ្ញុំយកការស្រាវជ្រាវទាំងអស់ហ្នឹងមកសរសេរ script ហើយមុនសរសេរ script គឺខ្ញុំត្រូវមាន outline ថាមានចំណុចអីខ្លះទី4ខ្ញុំត្រូវយក script នឹងទៅ record សំឡេងដូចជាពេលនេះទី5ខ្ញុំត្រូវយកសំឡេងនឹងទៅ edit ហើយខ្ញុំត្រូវបង្កើត animation សម្រាប់យកមកដាក់ក្នុងវីដេអូអីជាដើមនៅពេលដែលបែងចែកការងារ step by step ចឹងទៅខ្ញុំអាចដឹងថាដំបូងត្រូវធ្វើអីគេហើយបន្តមកទៀតគឺធ្វើអីគេរួចបើសិនជាជំងឺពជាពេលខ្ញុំរើសឡើងខ្ញុំគឺអាចបំបែកវាឲ្យកាន់តែតូចនិងចាប់ផ្ដើមពីចំណុចតូចបំផុតឧទាហរណ៍ខ្ញុំពជាពេលខ្ជិលសរសេរ script វីដេអូមួយនេះចុះបើខ្ញុំប្រាប់ខ្លួនឯងថាសរសេរ script វីដេអូអាការងារហ្នឹងគឺវារៀងធំពេកខ្ញុំអាចចាប់ផ្ដើមពីចំណុចតូចតាមរយៈការនិយាយថាសរសេរ script 5នាទីសរសេរ script 10ជួរសរសេរ script 10ពាក្យឬក៏ធ្ងន់ធ្ងរពេកតែសេ1ពាក្យក៏បានដែរសួស្ដីអ្នកទាំងអស់គ្នាមួយម៉ាត់អីចឹងទៅនៅពេលដែលយើងbreakវាជាចំណុចតូចចឹងអាការងារនេះក៏លេងសើជាគួរឲ្យខ្លាចដែរហើយក៏យើងងាយស្រួលក្នុងការចាប់ផ្ដើមព្រោះចំណុចចាប់ផ្ដើមហ្នឹងគឺជាចំណុចសំខាន់ជាងគេអ្នកទាំងអស់គ្នារៀនរូបវិទ្យាប្រកបជាដឹងច្បាប់ Newton ហើយបើវត្ថុនៅស្ងៀមគឺវានៅស្ងៀមតែបើសិនជាវត្ថុវាផ្លាស់ទីគឺវានឹងបន្តផ្លាស់ទីរហូតចំពោះការពន្យាពេលក៏បែបហ្នឹងដែរចំណុចសំខាន់គឺយើងត្រូវតែចាប់ផ្ដើមឲ្យយើងផ្លាស់ទីនោះឯង Step ទី5គឺ accept discomfort and boredom ប្រកបណាស់ការអង្គុយធ្វើការអង្គុយរៀនវាអត់បញ្ចេញដូប៉ាមីនច្រើនដូចជាអស់ Facebook អស់ TikTok មើល YouTube ឬក៏លេង game អីទេប៉ុន្តែទោះជាវាអត់សប្បាយមែនវាគឺចាំបាច់សម្រាប់យើងហើយមួយវិញទៀតនោះអ្នកទាំងគ្នាអត់អាចរងចាំតលតែមានអារម្មណ៍បានធ្វើតលតែ feel ready បានធ្វើទេសួរខ្លួនឯងមើលថាចង់ខ្លាចទៅជាមនុស្សបែបណាជាមនុស្សដែលធ្វើអីតាមអារម្មណ៍ឬក៏ជាមនុស្សដែលមានវិន័យមាន discipline ជាមនុស្សដែលអាចទុកចិត្តបានអត្តសញ្ញាណរបស់យើងបែបណាសកម្មភាពរបស់យើងគឺបែបហ្នឹង Step ទី6គឺ implementation intention ឬក៏មានគម្រោងត្រៀមខ្លួនទុកមុនជាធម្មតាមូលហេតុដែលយើងពជាពេលនេះគឺស្តៀងដដែលទេចឹងហើយយើងត្រូវតែ set goal ដៅត្រៀមខ្លួនក្នុងការតទល់ជាមួយនឹងវាទុកមុនយើងអាចទាញកតាសទាញបេកមកសរសេរមកថាបើសិនជាមានរឿង A កើតឡើងបន្ទាប់មកគឺនឹងមានរឿង B បើសិនជាខ្ញុំបានបំពេញការងារនឹងហើយបន្ទាប់មកខ្ញុំនឹងសប្បាយចិត្តខ្ញុំនឹងធូរទ្រូងខ្ញុំនឹងមានមោទនភាពលើខ្លួនឯងបើសិនជាខ្ញុំពជាពេលទុកការងារនឹងចោលបន្ទាប់មកខ្ញុំនឹងស្ដាយក្រោយខ្ញុំនឹង stress ខ្ញុំនឹងស្ដីបន្ទោសខ្លួនឯងបើសិនជាខ្ញុំរកឃើញថាខ្លួនឯងនឹងគឺចុចទូរស័ព្ទដោយអត់ដឹងខ្លួនបន្ទាប់មកខ្ញុំនឹងបិទវាចេញខ្ញុំនឹងទុកវាឲ្យឆ្ងាយនិយាយទៅយើងត្រូវតែរៀបចំផែនការទុកមុន Step ទី7គឺ make it fun មកដល់ចំណុចនេះអ្នកគ្នាដឹងហើយថាមូលហេតុដែលយើងពជាពេលនេះគឺដោយសារតែការងារនឹងវាពិបាកវាធុញវា challenge ប៉ុន្តែយើងក៏អាចប្រើវិធីសាស្ត្រតូចមួយចំនួនដើម្បីឲ្យវារៀងសប្បាយតិចតួចដែរដូចជាស្ដាប់ភ្លេងបណ្ដើរធ្វើការបណ្ដើរឬក៏បង្កើត challenge ឲ្យខ្លួនឯងថាក្នុងពេល1ម៉ោងធ្វើលំហាត់ឲ្យបាន20លំហាត់ឬក៏អាចបបួលមិត្តភ័ក្តិទៅរៀននៅហាងកាហ្វេហើយភ្នាល់គ្នាថានរណាគេចុចទូរស័ព្ទលេង TikTok ឬក៏បើក game មុនគឺជាអ្នកចេញលុយឲ្យជាដើមនិយាយទៅប្រភេទការងារនិងស្ថានភាពរបស់យើងគឺអាចនឹងខុសគ្នាប៉ុន្តែយើងនឹងគឺគួរតែរកវិធីសាស្ត្រដើម្បីបង្កើត challenge ប្លែកៗដែលជួយឲ្យយើងនឹងគឺងាយស្រួលក្នុងការធ្វើការហើយគេចចេញពី distraction ផ្សេងៗយើងអាចសួរខ្លួនឯងថា what does it look like if it was fun Step ចុងក្រោយនេះគឺ forgive yourself លើកលែងទោសឲ្យខ្លួនឯងបើសិនជាយើងពីមុនធ្លាប់ពជាពេលខ្លាំងរហូតដល់បង្កើតទៅជាបញ្ហាធំដូចជាប្រឡងធ្លាក់ឬក៏ប៉ះពាល់ដល់ការងារឬក៏ជីវិតផ្ទាល់ខ្លួនឯងយើងគួរតែចាប់ផ្ដើមលើកលែងទោសឲ្យខ្លួនឯងយើងអាចកែប្រែអតីតកាលបាននោះទេការបន្ទោសខ្លួនឯងការខឹងខ្លួនឯងហ្នឹងគឺវាបង្កើតអារម្មណ៍អវិជ្ជមានកាន់តែខ្លាំងនិងធ្វើឲ្យបញ្ហាពជាពេលហ្នឹងក៏កាន់តែខ្លាំងថែមទៀតយើងត្រូវដឹងថាយើងគឺជាមនុស្សមិនមែនជា robot ទេនរណាក៏ធ្លាប់ make mistake ដែរសំខាន់គឺយើងកែប្រែឬក៏បណ្ដោយវាកើត
ឡើងទៀតឬក៏អត់ដូចជាពេលគេនិយាយថាពេលវេលាល្អបំផុតសម្រាប់ការដាំដើមឈើមួយដើមហ្នឹងគឺ20ឆ្នាំមុនប៉ុន្តែបើសិនជាយើងអត់បានដាំទេពេលវេលាល្អបំផុតទី2ហ្នឹងគឺឥឡូវនេះហ្នឹងឯងបើសិនជាមើលវីដេអូដល់ចំណុចនេះហើយសង្ឃឹមថាសកម្មភាពបន្តរបស់អ្នកទាំងអស់គ្នាហ្នឹងគឺបិទ YouTube រួចទៅធ្វើការដែលអ្នកទាំងអស់គ្នាពន្យាពេលទុកចោលហ្នឹងទៅឬក៏ចាំស្អែកក៏បាន